រដ្ឋាភិបាលនៃប្រទេសថៃបានបង្ហាញពីក្តីបារម្ភចំពោះខ្សែភាពយន្តខ្មែរមានចំណងជើងថាសោតនាដកម្មភ្នំខ្មោចដែលខ្សែភាពយន្តនេះនឹងបកអាក្រាតប្រទេសថៃពីអំពើប្រល័យពូជសាសន៍របស់ថៃលើពលរដ្ឋកម្ពុជាដែលបានកើតឡើងនៅភ្នំខ្មោចជួរភ្នំដងរែកក្នុងសម័យឆ្នាំ1978ដល់1980ដែលថៃយល់ថាការផលិតឡើងគឺដើម្បីបង្ខូចប្រវត្តិសាស្ត្រឬញុះញង់ឲ្យមានការស្អប់ខ្ពើមប្រទេសថៃប៉ុន្តែចាងវាងផលិតបានឆ្លើយតបថាយើងធ្វើឡើងដើម្បីសេចក្តីថ្លៃថ្នូររបស់យើងយោងតាមសារព័ត៌មានថៃខៅសតបានចុះផ្សាយថាខ្សែភាពយន្តនិងស្នាដៃច្នៃប្រឌិតផ្សេងទៀតមិនគួរត្រូវបានប្រើជាឧបករណ៍ដើម្បីបំផ្លាញការពិតប្រវត្តិសាស្ត្រឬញុះញង់ឲ្យមានអរិយភាពនោះទេការពណ៌នាអំពីចំនួនគួរតែផ្អែកលើការពិតដែលអាចផ្ទៀងផ្ទាត់បានហើយគួរតែគិតគូរពីផលប្រយោជន៍ដែលអាចកើតមានលើទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរតែយ៉ាងណាក្តីលោកលៀកលីដាចាងវាងផលិតកម្ម LD ដែលទទួលបេសកកម្មផលិតភាពយន្តឯកសារនេះមិនបានចាប់អារម្មណ៍ចំពោះមតិលើកឡើងរបស់រដ្ឋាភិបាលថៃនោះទេលោកលីដាបានបង្ហោះសារយ៉ាងខ្លីថាសូមបងប្អូនខ្មែរយើង keep cool និងធ្វើអ្វីដែលយើងគួរធ្វើដើម្បីជាតិយើងនិងសេចក្តីថ្លៃថ្នូររបស់យើងភាពយន្តឯកសារសោកនាដកម្មភ្នំខ្មោចជាស្នាដៃដឹកនាំផលិតដោយលោកលៀកលីដាចាងវាងផលិតកម្ម LD ភាពយន្តឯកសារនេះផលិតឡើងដោយផ្អែកតាមដំណើរជីវិតពិតរបស់ជនរងគ្រោះដែលបានរស់រានមានជីវិតពីទុក្ខវេទនាដែលទាហានថៃបានបង្ខំឲ្យប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ដែលបានភៀសខ្លួនពីជ័យដែនប្រទេសថៃវិលត្រឡប់មកកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅអំឡុងខែមិថុនាឆ្នាំ1979ទាហានបារាថៃបានយកមកទម្លាក់ចោលនៅតំបន់គ្រោះថ្នាក់ដែលជាតំបន់សម្បូរទៅដោយមីនតាមជួរភ្នំដងរែកសោកនាដកម្មភ្នំខ្មោចបានក្លាយជាសុបិនដ៏អាក្រក់សម្រាប់ជនភៀសខ្លួនខ្មែរទាំងអស់ដែលនៅរស់រានមានជីវិតក៏ព្រោះតែវាបានរំលឹកពីសេចក្តីឈឺចាប់នៃដំណើរស្វែងរកសិទ្ធិរស់រានមានជីវិតជាថ្មីធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីតាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69